អ្នកលក់ប្រហិតបានរុញរទេះប្រហិតទាំងភ័យផងទាំងខ្លាចផងស្ងាត់ច្រងំខ្លាចអីម្លេះយប់នេះឬមួយក៏ខ្ញុំដើរខុសផ្លូវទៅដឹងប្រហិតអើយប្រហិតក្តៅប្រហិតក្តៅបានព្រាមនោះខ្មោចម៉ាមីបានលោតចេញមកកាត់មុខពុំអីខ្ញុំទិញប្រហិត 5000 ដាក់ប្រហិត 5000 មកពូខ្ទឹមឲ្យច្រើនមកណាពូអ្នកលក់ប្រហិតភ័យញាក់ត្របាទបានតើបងមកថាអីលឿនឡើងណាពូឃ្លានណាស់ហើយពូខ្មោចម៉ាមីនិងខ្មោចកូនក្មេងក៏មកដល់ខ្មោចស្រីហោះមកដល់ហិតក្លិនប្រហិតឈ្ងុយណាស់គួរឲ្យចង់ញ៉ាំម្លេះសុំប្រហិតមួយចានដែលមកដាក់ខ្ទឹមនិងម្រេចឲ្យខ្លាំងហើយក៏សុំប្រហិតយកអាចារ្យធំក្មេងនោះក៏ស្រែកដែរពុំអីសុំដាក់ប្រហិតមួយចានដែរមកសុំគុំដាក់ខ្ទឹមអីពូពុំអីលួចរអ៊ូក្នុងចិត្តយីពួកអានឹងមកពីណាទៀតហើយនឹងមកសុំទាំងហ្វ្រីតែម្ដងម៉ាមីក៏ថាណែអាអូនឯងនឹងឈ្មោះអីដែរមកពីណាចេះខ្ញុំឈ្មោះឡាជាខ្មោចចំនួនថ្មីស្គាល់បច្ចេកវិទ្យាចេះអភិវឌ្ឍខ្លួនមិនមែនដើរមកគេដោយខ្មោចចំនួនមុនទេពូអាយ៉ាអាអូនខ្មោចនេះចេះគ្រាន់បាននេះក៏យកប្រហិតដើរទៅបាត់ទៅអ្នកលក់ប្រហិតរអ៊ូក្នុងចិត្តអ្នកលក់ប្រហិតដកដង្ហើមធំហាទៅអស់ហើយចិត្តម៉ោង3ភ្លឺហើយអើយពូម៉ៃអើយពូម៉ៃមិនដឹងលក់ដាច់បានលុយឬបានស្លឹកឈើទេយប់នេះបដាក៏រអ៊ូបដាខ្មោចយ៉ាក់ធំនោះក៏សួរខ្មោចម៉ាមីមិនក៏ឯងលោតរញ៉េរញ៉ៃហើយមិនក៏ធំក្លិនឈ្ងុយម្លេះហើយក៏ខ្មោចម្នាក់ទៀតក៏ហោះមកអើយឯងអត់ទំនេរសោះឯងរដេកត្រពួនមិនបានសោះហើយក៏ខ្មោចកូនក្មេងនោះមកទៀតហើយក៏វាទៅវិញរត់ទៅវិញទៅមកចិត្តខ្មោចរៀងយ៉ាក់នោះហើយក៏ទៅវិញបាត់ទៅពូម៉ៃនោះក៏រុញរទេះលក់ប្រហិតទៅកាត់មុខពូយ៉ាក់នោះហើយក៏រុញទៅស្រែកថាប្រហិតអើយប្រហិតក្តៅប្រហិតហើយក៏បុកពូយ៉ាក់នោះក៏ថាពូយ៉ាក់ញ៉ាំប្រហិតអត់ក៏ថាមិនញ៉ាំទេហើយពូម៉ៃក៏គាត់រុញរទេះទៅបាត់ទៅហើយក៏មានខ្មោចឆៅមួយទៀតក៏លោតមកផ្លោតមកដល់មុខពូយ៉ាក់នោះស្រែកថាមិនពូយ៉ាក់អត់ទៅណាទេអីដេកនោះដេកមិនគិតរកស៊ីអីទេអីពូហើយពេលនោះក៏ខ្មោចឆៅនោះលោតទៅបាត់ទៅក៏លោតផ្លោតទៅបាត់ទៅហើយពូយ៉ាក់កំពុងតែដេកមានពូយ៉ាក់មួយទៀតធំដើរមកគាត់ក៏ភ្ញាក់ចំអាណាគេណារត់សិនហើយវើយ